សួស្តីអ្នកកំពុងតែមើលទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍អ្នកទាំងអស់គ្នាមកមើលពីសកម្មភាពយកឃ្មុំហើយជាទូទៅការយកឃ្មុំគឺភាគច្រើននៅតាមជនបទស្រុកស្រែគឺគេយកច្បើងគេដុតច្បើងដើម្បីយកផ្សែងវាដេញឃ្មុំតែដោយសារតែនៅញ៉ាំនេះខ្ញុំយកនៅនេះចឹងអត់មានទេអញ្ចឹងបងនេះគាត់ឆ្នៃកែឆ្នៃស្លឹកឈើខ្លះមួយស្លឹកស្វាយខ្លះដើម្បីដុតទៅវាមានផ្សែងយើងដេញពេលយើងឡើងទៅយកយើងដេញឃ្មុំយ៉ាងហើយឃ្មុំហ្នឹងគឺវានៅលើដើមស្វាយពោះមែនតើហើយមិនដែលឡើងទៅហ្នឹងគឺមិនតូចមិនធំបានន័យថាមកល្មមតែយើងទៀមទាការប្រុងប្រយ័ត្នខ្ពស់ហើយលើសកម្មភាពនេះគាត់ឡើងទៅយកឡើងទៅ2នាក់ដោយសារថាបងម្នាក់ទៀតគឺគាត់នៅខាងខោមដើម្បីជាអត់ឡើងទៅដល់កន្លែងឃ្មុំទេបងដែលឡើងទៅមុនមិនគាត់ឡើងទៅយកដល់ឃ្មុំដោយសារថាបងម្នាក់ទៀតនៅខាងខោមចាំជួយហុចតគ្នាអញ្ចឹងណាព្រោះឃ្មុំហ្នឹងមិនតូចមិនធំទេវាមកល្មមដែរលើវីរៈបរិសទាំងពីរបានធ្វើដំណើរឡើងហើយឡើងដើមស្វាយវានៅនឹងតំបន់ហ្នឹងរៀងមានព្រៃច្រើនអញ្ចឹងទៅវាបានន័យថាវាសម្បូរសត្វព្រៃមានឃ្មុំមានអីអញ្ចឹងទៅហើយចំពោះឃ្មុំឯងនៅក្នុងដីយើងនេះអញ្ចឹងយើងឡើងទៅយកហើយលើបងគាត់ឡើងទៅដល់គាត់បានដុតហើយដើម្បីឲ្យវាមានអាផ្សែងហ្នឹងដេញឃ្មុំទៅឲ្យវាពុលឃ្មុំខ្លះក៏វាងាប់ទៅវាធ្លាក់ចុះមកចំណែកហើយកូនឃ្មុំតូចៗនៅជាប់នៅហ្នឹងចឹងទៅគាត់ឡើងដុតគាត់កែច្នៃទៅការច្នៃប្រឌិតខ្ពស់អែមស្រែមហើយខ្ញុំបានអត់ថនចឹងទេបាទនិយាយចឹងទេបើខ្ញុំឡើងយកខ្ញុំចេះទេឃ្មុំអីនឹងឡើងដើមឈើឡើងអីនឹងខ្ញុំខ្លាចខ្ពស់ខ្ញុំអត់ហ៊ានទេហើយនេះមើលទៅខ្ញុំមើលមែកទៅដូចតែបានឃើញហើយខ្ពស់ណាមិនលេងសើចទេអានេះខ្ញុំស៊ូមឡើងនេះហើយឡើងខ្លាំងហើយបានមើលឃើញគៀបប៉ុណ្ណឹងហើយគាត់កែច្នៃដុតរោលវាមានផ្សែងខ្លាំងដែរផ្សែងនឹងវាពុលឃ្មុំនៅចឹងទៅវាហើចេញឲ្យឃ្មុំនេះវាស្លូតដែរមើលទៅវាអត់កាចប៉ុន្មានទេពុលឡើងទៅអត់អីអត់គាត់អត់មានតិចអត់មានអីទេហើយគ្នាមើលនេះផ្សែងមកល្មមដែរហើយឃ្មុំហ្នឹងដឹងថាឃ្មុំអីទេខ្ញុំអត់ស្គាល់ហងខ្ញុំបានថតតែប៉ុណ្ណាតែបើសួរខ្ញុំទៅឃ្មុំអីខ្ញុំអត់ស្គាល់ទេខ្ញុំមិនដឹងទេព្រោះខ្ញុំមិនដែរទៅយកឃ្មុំអីក៏មិនដឹងអំពីវាហើយយើងអត់ដឹងកម្មភាពបែបហ្នឹងខ្ញុំអត់ដែរទេតែមកដើមឈើហ្នឹងខ្ញុំចាស់ឡើងផងខ្ញុំឡើងមកទៀបពុះខ្ញុំអត់ហ៊ានឡើងខ្ញុំភ័យហើយនេះឃ្មុំឥឡូវគាត់បានឡើងឲ្យគាត់កាត់ចេញមកហើយឃ្មុំហ្នឹងវាធំណែមកល្មមមកនិយាយទៅមកនេះហ្មងក្បាលទឹកក្បាលអីវានៅពេញល្អហើយឥឡូវគាត់បានជួយហុចគ្នាចុះមកខាងក្រោមព្រោះដើមស្វាយហ្នឹងវារៀងខ្ពស់ដែរមកគ្នាឃើញព្រៃយ៉ាងច្រើនអញ្ចឹងវាមានឃ្មុំហ្នឹងណាវាមានឃ្មុំមានមុខមានអីយ៉ាងច្រើនដែរហើយឥឡូវគាត់បានធ្វើដំណើរចុះមកហើយធំណានេះអានេះមកដល់ដីហើយជាប់ប្រកងឈើគឺក្បាលទឹកគឺទំនងមែនតែន